ចាសូមជម្រាបសួរពុកម៉ែបងប្អូនមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីរបៀបធ្វើសម្លម្ជូរល្ហុងចាគ្រឿងផ្សំរបស់យើងមានដូចជាល្ហុងនាងខ្ញុំមានចំនួន1ផ្លែនៅខ្ញុំហាន់ជាច្របាមូលបែបនេះណាបងប្អូនច្របាមូលចាត់រៀងបែបនេះក៏បានដែរបងប្អូនណាចាបន្ទាប់មកត្រីរបស់យើងមានត្រីរាត្រីពោះវែងត្រីស្លឹកកសីបងប្អូនលាយចម្រោះគ្នាហើយចំណែកប្រហុករបស់យើងគឺប្រហុកខ្មែរប្រហុកយើងធ្វើដោយដៃខ្លួនឯងណាបងប្អូនហើយនាងខ្ញុំមានម្រះព្រៅមានម្ទេសគឺនាងខ្ញុំដាំនៅក្រៅផ្ទះខ្លួនឯងបងប្អូនគឺធម្មជាតិពិតៗណាបងប្អូនហើយមុខម្ហូបមួយនេះគឺចំណាយអស់តិចណាបងប្អូនគឺយើងបន្លែខ្លួនឯងទាំងអស់គឺយើងទិញតែត្រីទេបងប្អូនណាគឺអស់តិចមែនតែនចាឥឡូវយើងទៅចាប់ផ្ដើមធ្វើតែម្ដងទៅបងប្អូនចាជាដំបងទឹកសម្លរបស់នាងខ្ញុំគឺដាំពុះហើយបងប្អូនណានាងខ្ញុំដួសយកមកជ្រុំប្រហុកបងប្អូនយើងជ្រុំប្រហុកឲ្យវារលាយសាច់ប្រហុកបងប្អូនបន្ទាប់មកយើងចាក់ទឹកប្រហុកចូលក្នុងទឹកសម្លយើងតែម្ដងទៅបងប្អូនចាបន្ទាប់មកយើងដាក់បន្លែចូលតែម្ដងទៅល្ហុងរបស់យើងហ្នឹងបងប្អូនចានាងខ្ញុំដាក់បន្លែមុនណាបងប្អូនព្រោះអីបន្លែរបស់យើងវារៀងរឹងណាបងប្អូនអញ្ចឹងយើងត្រូវការរំងាស់វាឲ្យវារៀងផុយបន្តិចសិនណាបងប្អូនណាបន្ទាប់មកនាងខ្ញុំជ្រុំអំពិលទុំណាបងប្អូនយើងជ្រុំអំពិលទុំទុកសិនណាបងប្អូនណាយើងទុកមួយឡែកសិនបន្ទាប់មកទឹកសម្លពុះហើយយើងដួសពពុះសហ្នឹងចេញឲ្យអស់មកបងប្អូនណាដើម្បីឲ្យទឹកសម្លយើងថ្លាស្អាតល្អបងប្អូនបន្ទាប់មកនាងខ្ញុំដាក់ត្រីចូលបងប្អូនណាពេលយើងដាក់ត្រីចូលហើយយើងកុំកូរបងប្អូនបើយើងកូរធ្វើឲ្យត្រីរបស់យើងគឺឆ្អាបបងប្អូនចាឥឡូវសម្លរបស់យើងពុះម្ដងទៀតហើយគឺយើងចាប់ផ្ដើមបង់គ្រឿងចូលតែម្ដងទៅបងប្អូនចាជាដំបូងនាងខ្ញុំដាក់ស្ករសកន្លះស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាបាយអំបិលស្ទើកន្លះស្លាបព្រាបាយនិងទឹកត្រីបន្តិចផងដែរបន្ទាប់មកយើងដាក់ទឹកអំពិលទុំដែលយើងជ្រុំទុកហ្នឹងបងប្អូនយើងយកតែទឹកទេបងប្អូនណាចំណែកគ្រាប់យើងអត់តន់ដាក់ទេបងប្អូនចាំមើលយើងភ្លក់សិនបើសិនជាស្ទើជូរចាំយើងជ្រុំភាសាទៀតហើយបើអត់ជូរទេចាំដាក់គ្រាប់ចូលតែម្ដងប៉ុន្តែបើសិនជាភ្លក់ទៅជូរហើយយើងមិនបាច់ដាក់គ្រាប់ទេបងប្អូនណាកុំឲ្យពិបាកពេលញ៉ាំទៅគឺដោយគ្រាប់ដោយអីអញ្ចឹងណាបងប្អូនចាឃើញថាភ្លក់ទៅល្មមហើយនាងខ្ញុំបង់ម្រះព្រៅចូលតែម្ដងទៅបងប្អូនពេលដែលដាក់ម្រះព្រៅចូលទៅគឺសម្លរបស់យើងកាន់តែឈ្ងុយថែមមួយកម្រិតទៀតណាបងប្អូនណាចាប់បន្ទាប់មកយើងបិទភ្លើងបិទអីទៅបងប្អូនណាកុំឲ្យត្រីរបស់យើងរលួយជ្រុលណាបងប្អូនបន្ទាប់មកយើងដួសដាក់ចានមកបងប្អូនជាការស្រេចបងប្អូនណាចាស់បងប្អូនកុំភ្លេចជួយចុច like និង subscribe Channel YouTube របស់នាងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីរៀងរាល់ថ្ងៃពីរបៀបធ្វើម្ហូបខ្មែររបស់យើងណាចាស់បងប្អូនមុខម្ហូបយើងមួយមុខនេះគឺញ៉ាំអត់ចេះតលាន់ទេបងប្អូនណាឥឡូវខែប៉ុនខែទៀនអញ្ចឹងគឺសម្បូរដោយសាច់បងប្អូនអញ្ចឹងយើងតលាន់ណាបងប្អូនបើបានម្ហូបសម្លម្ជូរបែបស្រុកស្រែបែបនេះគឺជូរនិចម្ទេសហឹរហ្នឹងគឺកាន់តែឆ្ងាញ់តែម្ដងបងប្អូនគឺម្ហូបខ្មែររបស់យើងគឺញ៉ាំអត់ចេះតលាន់ទេបងប្អូនហើយចុងក្រោយយើងលម្អស្លឹកម្រះព្រៅ2តើងទៅបងប្អូនហើយនឹងខ្ញុំបន្ថែមម្ទេសរបស់យើងខំអញ្ចឹង4 5 6គ្រាប់ទៀតមកមើលទៅកាន់តែទំនងតែម្ដងណាបងប្អូនចាបើមានកំហុសខុសឆ្គងត្រង់ណាសូមអធិស្ឋានផងសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយ